សួស្តីម៉ាស៊ីនជាយើងមានត្រីប្រហើមនៅក្នុងផ្ទះយើងតែងតែនឹកឃើញថាអាំងឬក៏ចៀនតែប៉ុន្តែថ្ងៃនេះខ្ញុំយកទៅឆាបាយម្ដងរសជាតិរបស់បាយឆាត្រីប្រហើមនឹងបែបសាបឡំពេលដែលយើងញ៉ាំជាមួយនឹងត្រីទៅវាមានជាតិប្រៃគឺវាដាក់ម្ទេសហឹរឆ្ងាញ់ណាស់បងប្អូនឥឡូវខ្ញុំប្រាប់ពីវិធីឆាបាយគឺយើងលាងអង្ករទឹកទី3ហើយយើងដាក់ប្រេងឆាចូលទៅក្នុងនឹងអង្ករហ្នឹងគឺ2កំប៉ុងបងប្អូនហើយប្រេងឆាមួយកូនវែកចាធ្វើបែបហ្នឹងធ្វើឲ្យបាយរបស់យើងស្រួយឆ្ងាញ់ហើយទន់ស្រួលឆាចាឥឡូវនេះយើងមកហាន់ត្រីប្រហើមជាកង់ដុំការ៉េអញ្ចឹងបងប្អូនយើងហាន់រួចហើយយើងយកទៅត្រាំទឹករយៈពេល2ទៅ3ម៉ោងចានេះបែបនេះបងប្អូនចាឥឡូវនេះយើងស្រង់លាងឲ្យស្អាតហើយយើងមានគ្រឿងផ្សំមានតិចមែនតែមានត្រីប្រហើមមានពងមាន់2គ្រាប់មានការ៉ុតនេះខ្ញុំស្រស់មានបាយឆារួចហើយនឹងខ្ទឹមសចិញ្ច្រាំហើយនឹងផ្នែកគ្រឿងក្រៅគឺមានតែស្ករហើយនឹងរ៉ូឌីទេតែបើបងប្អូនញ៉ាំប៊ីចេងដាក់ប៊ីចេងណាយើងដាក់ប្រេងឆាចូលក្នុងខ្ទះឲ្យក្តៅបន្ទាប់មកយើងចាក់ត្រីប្រហើមរំលីងវាឲ្យឡើងស្រួយបន្តិចបងប្អូនចាយើងដាក់ប្រេងទៅបន្តិចបានហើយចាពេលយើងលីងទៅត្រីប្រាហ្នឹងវាមានជាតិប្រេងចេញមកហើយយើងយកស្រង់វាចេញបែបនេះមកចាបន្ទាប់មកយើងដាក់ខ្ទឹមបំពងពេលដែលយើងដាក់ខ្ទឹមបំពងហ្នឹងយើងមិនដាក់ប្រេងច្រើនពេកទេបាយឆាហ្នឹងបងប្អូនយើងលីងឲ្យវាឈ្ងុយស្រួយឡើងពងក្រងហើយយើងដាក់ពងមាន់ចូលទៅក្នុងនឹងតែម្ដងទៀតសោតដែរបើសិនជាយើងចង់បានបាយឆាយើងឈ្ងុយក្លិនពងមាន់គឺយើងដាក់ពងមាន់ទៅភ្លាមមួយសន្ទុះចាបែបនេះបងប្អូនគឺក្នុងរូបរបស់ខ្ញុំហ្នឹងគឺយើងថែមពងមាន់មួយទៀតកុំឲ្យពងមាន់ហ្នឹងស្ងួតតន់កាលណាយើងធ្វើឲ្យបាយឆារបស់យើងដាក់ចូលទៅភ្លាមគឺវាឈ្ងុយពងមាន់កាលណាយើងទុកឲ្យពងមាន់នឹងស្ងួតពេកឆាបាយរបស់យើងក៏អត់សូវឈ្ងុយក្លិនពងមាន់ដែរចាតិចនិចមួយនេះគឺបងប្អូនអាចយកទៅប្រើប្រាស់ជាប្រចាំគ្រួសារក៏បានធ្វើលក់ក៏បានដែរតិចនិចដែលខ្ញុំប្រាប់រឿងដាំបាយនឹងមួយហើយនឹងរឿងបាយឆានឹងមួយចាបើសិនជាបងប្អូនមានចម្ងល់អីអាច comment សួរខ្ញុំខាងក្រោមនឹងបានអ្វីខ្ញុំចែករំលែកបានខ្ញុំចែករំលែកហើយខ្ញុំដាក់ការ៉ុតចូលក្រត់នឹងខ្ញុំស្រោះឲ្យស្រេចហើយបន្ទាប់មកយើងគ្រាន់ដាក់ត្រីប្រហើមឲ្យយើងរំលីងនឹងចូលទៅក្នុងនឹងចាបន្ទាប់មកយើងច្បល់វារៀងសប់សាច់ទៀតបងប្អូនអធិស្ឋានខ្ទះខ្ញុំរៀងតូចបន្តិចចាប៉ុន្តែអត់អីទេខ្ញុំអាចឆាបានឃើញបងប្អូនបាយឆារបស់យើងងាយស្រួលឆាមែនតើបន្ទាប់មកយើងដាក់ស្ករ2ស្លាបព្រាកាហ្វេហើយនឹងរ៉ូឌីកន្លះស្លាបព្រាបាយឆាហ្នឹងគេត្រូវការ